សង្គ្រាមលាក់មុខក្នុងចិត្តមនុស្សស្វែងយល់ពីការប្រយុទ្ធគ្នារវាងចំណង់និងមនសិការរបស់លោក Sigmund Freud ដើមកំណើតនិងខ្សែជីវិតរបស់បិតាចិត្តវិភាគពិភពលោកនៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃតើបងប្អូនធ្លាប់សង្កេតឃើញទេថាពេលខ្លះយើងតែងតែធ្វើសកម្មភាពប្លែកៗមួយចំនួនដោយមិនដឹងខ្លួនឧទាហរណ៍ដូចជាការនិយាយភ្លាត់មាត់ការយល់សប្តិឃើញរឿងរ៉ាវចម្លែកៗឬការកើតមានអារម្មណ៍មួម៉ៅមហិច្ឆតាខ្លាំងឡើងភ្លាមៗដោយមិនដឹងមូលហេតុពិតប្រាកដតើរឿងរ៉ាវទាំងអស់នេះកើតឡើងមកពីណាដើម្បីស្វែងរកចម្លើយដ៏គួរឲ្យជក់ចិត្តមួយនេះថ្ងៃនេះយើងនឹងមកស្គាល់កំពូលអ្នកប្រាជ្ញនិងជាគ្រូពេទ្យផ្នែកប្រព័ន្ធប្រសាទដ៏ល្បីល្បាញបំផុតម្នាក់ដែលត្រូវបានពិភពលោកស្គាល់ថាជាបិតានៃចិត្តវិភាគគាត់ចាប់កំណើតនៅថ្ងៃទី6ខែឧសភាឆ្នាំ1856នៅក្នុងប្រទេសអូទ្រីសគាត់មានឈ្មោះថាលោក Sigmund Freud ខ្សែជីវិតរបស់លោក Sigmund Freud គឺពោរពេញទៅដោយការស្រាវជ្រាវនិងការស្វែងយល់ពីអាថ៌កំបាំងដែលលាក់ទុកនៅក្នុងខួរក្បាលមនុស្សគាត់បានចំណាយពេលស្ទើរតែមួយជីវិតរបស់គាត់នៅក្នុងទីក្រុងវីយ៉ែនដើម្បីតាមដានស្ដាប់រឿងរ៉ាវនិងរាវរកឫសគល់នៃក្តីទុក្ខព្រួយភាពភ័យខ្លាចព្រមទាំងចរិតលក្ខណៈរបស់មនុស្សការសិក្សាដ៏ហ្មត់ចត់របស់គាត់នេះហើយដែលបានក្លាយជាពន្លឺដ៏ភ្លឺស្វាងមួយបើបង្ហាញឲ្យមនុស្សលោកបានឃើញពីពិភពខាងក្នុងដ៏ស្មុគស្មាញដែលមិនធ្លាប់មានអ្នកណាបានលាតត្រដាងពីមុនមកឡើយស្នាដៃដ៏លេចធ្លោបំផុតរបស់គាត់ដែលបានអង្រួនប្រព័ន្ធគំនិតចិត្តវិភាគទូទាំងសកលលោកគឺសៀវភៅការបកស្រាយសុបិននៅក្នុងស្នាដៃដ៏អស្ចារ្យនេះគាត់បានពន្យល់ថាចិត្តរបស់មនុស្សយើងប្រៀបដូចជាផ្ទាំងទឹកកកដ៏ធំមួយនៅកណ្ដាលសមុទ្រផ្នែកដែលអណ្ដែតពីលើទឹកដែលយើងមើលឃើញគឺជាចិត្តដឹងខ្លួនធម្មតាប៉ុន្តែផ្នែកដ៏ធំធេងដែលលិចនៅខាងក្រោមគឺជាពិភពអារម្មណ៍លាក់កំបាំងដែលជាកន្លែងផ្ទុកនៅរាល់ចំណង់តណ្ហាក្តីប្រាថ្នានិងការឈឺចាប់ដែលយើងព្យាយាមលាក់ទុកដើម្បីឲ្យបងប្អូនងាយស្រួលយល់លោក Sigmund Freud បានបែងចែកការរចនាសម្ព័ន្ធចិត្តរបស់យើងម្នាក់ៗចេញជា3ផ្នែកធំៗដែលតែងតែប្រយុទ្ធគ្នារាល់ថ្ងៃគឺទី1គឺសភាវគតិដើមឬចំណង់ដាច់ខាតវាគឺជាចំណែកចិត្តដែលកើតមកជាមួយយើងតាំងពីកំណើតវាដំណើរការទៅតាមអារម្មណ៍ចង់បានភ្លាមៗមិនខ្វល់ពីខុសត្រូវឬច្បាប់ទម្លាប់អ្វីទាំងអស់ដូចជាការចង់បានលោភលន់ឃ្លាននឹងតណ្ហាគាត់ប្រៀបធៀបផ្នែកនេះដូចជាសេះសាហាវដ៏មានកម្លាំងខ្លាំងក្លាទី2គឺមនសិការសិលធម៌វាគឺជាចំណែកចិត្តដែលផ្ទុយពីចំណង់ទាំងស្រុងវាគឺជាអ្នកថែរក្សាច្បាប់ទម្លាប់សីលធម៌និងភាពល្អឥតខ្ចោះដែលយើងទទួលបានពីការប្រដៅរបស់ឪពុកម្ដាយនិងសង្គមវាជាអ្នកចាំស្ដីបន្ទោសនិងធ្វើឲ្យយើងមានអារម្មណ៍ខុសនៅពេលដែលយើងធ្វើរឿងមិនត្រឹមត្រូវនិងទី3គឺចិត្តកណ្ដាលឬតថភាពពិតវាគឺជាអ្នកនៅកណ្ដាលដែលមានតួនាទីដោះស្រាយទំនាស់រវាងចំណង់និងមនសិការចិត្តកណ្ដាលនេះត្រូវប្រឈមមុខនឹងការពិតដោយព្យាយាមបំពេញបំណងរបស់សភាវគតិផងនិងមិនឲ្យខុសពីច្បាប់សីលធម៌របស់មនសិការផងក៏ប្រៀបធៀបផ្នែកនេះដូចជាអ្នកបរទេះសេះដែលត្រូវគ្រប់គ្រងសេះសាហាវឲ្យដើរលើផ្លូវដ៏ត្រឹមត្រូវលោក Sigmund Freud បានលាចាកលោកនេះទៅនៅថ្ងៃទី23ខែកញ្ញាឆ្នាំ1939ក្នុងអាយុ83ឆ្នាំនាទីក្រុងឡុងនៅចក្រភពអង់គ្លេសទោះបីជាគាត់បានលាចាកលោកទៅពិតមែនប៉ុន្តែទស្សនវិជ្ជាចិត្តវិភាគរបស់គាត់នៅតែជាមេរៀនដ៏មានឥទ្ធិពលបំផុតនៅក្នុងការស្វែងយល់ពីឥរិយាបថរបស់មនុស្សមុនពេលលាចាកលោកគាត់បានបន្សល់ទុកនូវទស្សនៈមាសសម្រាប់ជាការដាស់តឿនសតិមួយឃ្លាផ្ញើជូនមនុស្សគ្រប់ជំនាន់ថាការហ៊ានស្មោះត្រង់នឹងអារម្មណ៍ពិតរបស់ខ្លួនឯងគឺជាអ្វីដែលមានតម្លៃបំផុតសម្រាប់ជីវិតមេរៀនជីវិតរបស់លោក Sigmund Freud គឺការដាស់តឿនឲ្យយើងគ្រប់រូបហ៊ានងាកមកសម្លឹងមើលនិងស្វែងយល់ពីអារម្មណ៍ពិតប្រាកដដែលលាក់ទុកក្នុងចិត្តរបស់ខ្លួនឯងនៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើនតែងតែព្យាយាមបង្ហាញតែភាពរីករាយនិងភាពល្អឥតខ្ចោះនៅខាងក្រៅប៉ុន្តែបែរជាលាក់បំបាំងទុកនូវក្តីបារម្ភនិងភាពតានតឹងនៅខាងក្នុងចិត្តទៅវិញទស្សនវិជ្ជារបស់លោក Freud បង្រៀនឲ្យយើងចេះទទួលស្គាល់ការពិតនៃអារម្មណ៍ខ្លួនឯងហ៊ានប្រឈមមុខនឹងចំណុចខ្វះខាតនិងចេះសម្របសម្រួលចិត្តឲ្យមានតុល្យភាពព្រោះសន្តិភាពផ្លូវចិត្តពិតប្រាកដគឺការដែលយើងយល់ច្បាស់ពីខ្លួនឯងនិងរស់នៅដោយមិនបោកប្រាស់អារម្មណ៍ផ្ទាល់ខ្លួនឡើយ